ឆ្នាំ2026ភ្លាមណាអ្វីៗក៏ច្បោកច្បល់ទាំងសុកតែទាំងមនុស្សអីគឺចេញមកអស់ហើយអ្នកទាំងអស់គ្នាហើយលើថាឆ្នាំ2026ហ្នឹងធៀបភ្លើងទៀតអ្នកដែលប្រព្រឹត្តអំពើអាក្រក់អស់ចេញមកបដាអីស្ដែងដោយការពីថ្ងៃទី7ខែ4ខ្ញុំឡើងដីភ័យហ្មងអ្នកទាំងអស់គ្នាខ្ញុំបានឃើញព័ត៌មានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គាត់បានបង្ហោះសារថាមនុស្ស93លាននាក់របស់ប្រជាជនអ៊ុរ៉ង់ហ្នឹងគាត់អាចនឹងស្លាប់ទាំងអស់ដោយសារដែលលោក Donald Trump គាត់បានបង្ហោះនេះគឺគាត់ចង់ពមៀនថាគាត់នឹងកំទេចវប្បធម៌អរិយធម៌អ៊ុរ៉ង់ទាំងអស់នៅក្នុងយុគហ្នឹងដោយប្រើជាមួយនឹងគ្រាប់បែកនុយក្លេអ៊ែរអ្នកទាំងអស់គ្នាដឹងហើយថាគ្រាប់បែកនុយក្លេអ៊ែរមកគ្រាប់ខ្លាំងកម្រិតណាតែបើសិនជាគាត់ហ៊ានប្រើជាមួយនឹងគ្រាប់បែកនុយក្លេអ៊ែរមែនណាគាត់ក៏អាចនឹងខុសដែរអ្នកទាំងអស់គ្នាដឹងហើយថាប្រធានាធិបតីមុនណាអត់ដែលហ៊ានមានអ្នកបង្ហោះឬក៏និយាយបែបហ្នឹងទេខ្ញុំទៅតែឃើញលោក Donald Trump ម្នាក់គត់ដែលហ៊ាននិយាយបែបហ្នឹងហើយបង្ហោះអញ្ចឹងប៉ុន្តែគម្រោងរបស់គាត់ដំបូងគឺចង់កំទេចរោងចក្រអគ្គិសនីរបស់អ៊ុរ៉ង់ឲ្យអស់ហ្មងនិយាយទៅអាមេរិកហ៊ានតែបាញ់មកគ្រាប់ហ្នឹងដឹងតែម៉ត់ហ្មងអ៊ុរ៉ង់ប្រជាជនអ៊ុរ៉ង់ស្រឡាញ់គ្នាខ្លាំងរួបរวมគ្នាធ្វើការតវ៉ាភ្លាមតែម្ដងដោយបានប្រមូលប្រជាជនទាំងអស់ទាំង93លានអ្នកហ្នឹងទៅលើកស្លាក់នៅមុខរោងចក្រអគ្គិសនីហ្នឹងតែម្ដងគឺគាត់អត់ខ្លាចស្លាប់ទេគឺគាត់ប្រមូលគ្នាទៅមុខរោងចក្រហ្នឹងហ្មងឥឡូវអ្នកអស់គ្នាសម័យមើលបានជាប្រធានាធិបតីអាមេរិកគាត់បាញ់តែមកគ្រាប់ទេអញ្ចឹង93លានអ្នកហ្នឹងគឺទៅទាំងអស់តែម្ដងប៉ុន្តែគាត់អត់មានខ្លាចទេមកលើកស្លាក់តវ៉ានៅមុខរោងចក្រអគ្គិសនីហ្នឹងហ្មងតែចៃដន្យអីកាលពីថ្ងៃទី8ខែ4អ៊ុរ៉ង់និងអាមេរិកបានយល់ព្រមលើបទឈប់បាញ់ដែលគេហៅថា ceasefire ហ្នឹងរយៈពេល2អាទិត្យឲ្យតែមានបទឈប់បាញ់ហើយគឺរៀងធូរចិត្តឯអ្នកនរគ្នាតែខាងអាមេរិកនៅតែទាមទារឲ្យបើកច្រកសមុទ្រហោមុតដដែលហើយចំណែកឯអ៊ុរ៉ង់ក៏មានសំណើដូចគ្នាឲ្យដកទណ្ឌកម្មនិងសងការខូចខាតដោយសារសង្គ្រាមរយៈពេល1ខែកន្លះហ្នឹងមកវិញហើយលើកនេះប្រទេសដែលសម្របសម្រួលនោះគឺប្រទេសប៉ាគីស្ថាននិយាយមែនសំណាងមែនតើអ្នកទាំងអស់គ្នាសម័យមើលបើសិនជាសង្គ្រាមនឹងពិតជាកើតឡើងមែនណាមិនដឹងទៅជាយ៉ាងណាឯងអាចប៉ះពាល់ដល់ប្រទេសផ្សេងជាច្រើនអញ្ចឹងខ្ញុំសង្ឃឹមថាសង្គ្រាមមួយនេះនឹងមិនកើតឡើងទៀតទេបទឈប់បាញ់ហ្នឹងគឺនឹងឈប់រហូត